សួស្តីប្រិយមិត្តទាំងអស់គ្នាណាតើអ្នកធ្លាប់ឆ្ងល់ទេថាក្រៅពីអាវុធនុយក្លេអ៊ែរតើមានក្របបែកណាដែលមានអានុភាពខ្លាំងជាងគេបំផុតនៅលើលោកថ្ងៃនេះយើងនឹងនាំអ្នកទៅស្គាល់នៃស្ដេចឬម៉ែនៃក្របបែកទាំងអស់ដែលគេហៅកាត់ថា MOAB វាជាសញ្ញាការដ៏ធំសម្បើមដែលអាចកំទេចអ្វីៗគ្រប់យ៉ាងក្នុងរង្វង់រាប់រយម៉ែត្រត្រឹមមួយប្រព្រឹត្តភ្នែកតើវាមានប្រភពមកពីណាហើយវាសាហាវកម្រិតណាតោះទៅតាមដានទាំងអស់គ្នា MOAB មានឈ្មោះពេញថា GBU-43/B Massive Ordnance Air Blast ប៉ុន្តែដោយសារតែអក្សរកាត់របស់វា MOAB ទើបគេដាក់រហស្សនាមឲ្យវាថា Mother of All Bombs ឬម៉ែនៃគ្រាប់បែកទាំងអស់គ្រាប់បែកនេះត្រូវបានផលិតនិងអភិវឌ្ឍឡើងដោយសហរដ្ឋអាមេរិក United States វាមានប្រវែងប្រហែល9ម៉ែត្រនិងមានទម្ងន់ជិត 10,000 គីឡូក្រាមជិត10តោនដោយសារវាធំពេកគេមិនអាចដាក់ក្នុងយន្តហោះចម្បាំងធម្មតាបានទេគឺត្រូវប្រើបច្ចេកទេសទម្លាក់ពីយន្តហោះដឹកជញ្ជូនធុនធ្ងន់ប្រភេទ MC-130 ដោយប្រើឆ័ត្រយោងជួយទាញវាចេញពីយន្តហោះអានុភាពនិងការបំផ្លិចបំផ្លាញឥឡូវយើងមកនិយាយពីភាពសាហាវរបស់វាវិញម្ដង MOAB មិនមែនជាគ្រាប់បែកសម្រាប់ទម្លាក់លើអគារធម្មតានោះទេប៉ុន្តែវាត្រូវបានរចនាឡើងដើម្បីគំទេចបន្ទាយក្រោមដីរូងភ្នំនិងកងទ័ពដែលពួនក្នុងលេនឋានវាមិនផ្ទុះនៅពេលប៉ះដីឡើយវាផ្ទុះនៅលើអាកាសប្រហែល2ម៉ែត្រពីដីដើម្បីបញ្ចេញរលកធាតុអាកាសឲ្យរីកសាយភាយបានឆ្ងាយបំផុតកម្លាំងផ្ទុះរបស់វាស្មើនឹងគ្រាប់រំសេវ TNT 11តោនផលប៉ះពាល់ 1. រលកធាតុអាកាសវាបង្កើតសម្ពាធខ្យល់ដ៏ខ្លាំងក្លាដែលអាចគំទេចសួតមនុស្សនិងធ្វើឲ្យបាក់បែករចនាសម្ព័ន្ធរឹងមាំក្នុងរង្វង់150ម៉ែត្រជុំវិញចំណុចផ្ទុះ 2. ការបឺតខ្យល់អុកស៊ីសែនការផ្ទុះដ៏ធំនេះនឹងបឺតយកខ្យល់អុកស៊ីសែនទាំងអស់នៅក្នុងតំបន់នោះដែលធ្វើឲ្យសត្រូវដែលពួនក្នុងរូងភ្នំធួបដង្ហើមស្លាប់ទោះបីជារលកផ្ទុះទៅមិនដល់ក៏ដោយទោះបីជាផលិតតាំងពីឆ្នាំ2003ក៏ដោយប៉ុន្តែអាមេរិកទើបតែប្រើប្រាស់វាជាលើកដំបូងក្នុងសមរភូមិពិតប្រាកដកាលពីឆ្នាំ2017ប៉ុណ្ណោះកាលនោះគេបានទម្លាក់វាទៅលើតំបន់រូងភ្នំស្មុគស្មាញរបស់ក្រុមភេរវករ ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានលទ្ធផលគឺវាបានគំទេចរូងភ្នំមិនសម្លាប់ស្ត្រីជិត100នាក់ដោយមិនបង្កការខូចខាតដល់ស៊ីវិលនៅឆ្ងាយពីនោះឡើយសរុបមកវិញ MOAB ឬម៉ែនៃគ្រាប់បែកទាំងអស់គឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលមិនមែនជាអាវុធនុយក្លេអ៊ែរវាជាសញ្ញានៃបច្ចេកវិទ្យាយោធាដ៏គួរឲ្យខ្លាចរបស់សហរដ្ឋអាមេរិកដោយយ៉ាងណាពិភពលោកសង្ឃឹមថាអាវុធបែបនេះនឹងមិនត្រូវបានប្រើប្រាស់ជាញឹកញាប់ទេព្រោះឥទ្ធិពលបំផ្លិចបំផ្លាញរបស់វាពិតជាធំធេងណាស់ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះអាវុធមួយនេះសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីបានវីដេអូថ្មីៗសូមអរគុណនិងជួបគ្នាពេលក្រោយ